ជាដំបូងសូមជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការធ្វើ form ប្រដាប់របស់យើងដែលយើងមានការ login អញ្ចឹងយើង password 1 2 3 add show មកអូខេអញ្ចឹងយើងចូល inventory stock មានប្រដាប់ដែលយើងអាច add គោលការណ៍អីចឹងទៅមកកូដមិនក៏បានហើយ unit price 4 save price 2ហើយនេះយើងមាន beer ហើយ save អញ្ចឹងពេលយើងកន្លែងនេះគឺមានអក្សរអញ្ចឹងផ្លេចថាកន្លែង barcode ជា number អញ្ចឹងយើងដាក់ចូលបានហើយយើងអាច add បន្តទៀតមាន string អញ្ចឹងទៅមានលេខផ្សេងមាន6មាន1អញ្ចឹងទៅ save ទៅគឺវាលោតមកខាងក្រោមហើយពេលដែលយើងបិទ form ចោលយើងអាចបើកមកវិញគឺវានៅ store នៅក្នុងហ្នឹងទៅដែរអូខេអញ្ចឹងបន្តមកគឺយើងចូលមកក្នុង form របស់យើងអញ្ចឹង form ដំបូងរបស់យើងគឺជា form login នេះគឺជា interface ហើយនេះគឺជា code source code របស់យើងអញ្ចឹងមាន initial component form login មួយដែលយើងធ្វើការចុចទៅក្នុងប៊ូតុងOK មានថានេះប៊ូតុងមួយនេះអញ្ចឹងយើងមាន user ហើយនឹងយើង set user មកយើងមាន username យើងមាន password អញ្ចឹងបើសិនជាយើង check ថាcheck ស្មើមួយអញ្ចឹងមានន័យថាយើងបើកmain form invisible នេះមកអញ្ចឹងមាននេះ main form របស់យើងនេះឯងអញ្ចឹងបើសិនជាវាអត់ចូលទេមានន័យថា username ឬក៏ password របស់យើងអត់ត្រូវទេអញ្ចឹងវាចេញថា username user and password is invalid អញ្ចឹងបន្តមកទៀតទៅពេលដែលយើងចូល main form មកហើយអញ្ចឹងយើងមក check កន្លែងកន្លែង check មានគេហៅថា check password ហ្នឹងអញ្ចឹងកន្លែង show password ហ្នឹងកន្លែង action ប៊ូតុងយើងcheck box គេហៅ check box អញ្ចឹងកន្លែងហ្នឹងគឺយើងបើសិនជាយើង check ទៅគឺយើងពេលយើងចុចទៅវាស្មើ true អញ្ចឹងមានថាគឺវាបង្ហាញលេខរបស់យើងចេញមកអញ្ចឹងបើសិនជាយើង check ទៅ false អញ្ចឹងវាចេញផ្កាយកន្លែងចុច check false ហ្នឹងគឺមានថាយើងឲ្យវា init ទៅជា false អញ្ចឹងពេលដែលយើងចុច tick ហ្នឹងទៅគឺវាចេញផ្កាយពេលដែលកន្លែង check ហ្នឹងគឺវាដើរ true អញ្ចឹងពេលពិតគឺវាចេញលេខ password របស់យើងតែបើសិនជាយើងចុចចូលធម្មតាយើងអត់ចុច check ទេគឺកន្លែងនេះយើងអត់ចុច check ទេគឺវាអត់ load password ចេញ password ហ្នឹងមកអញ្ចឹងពេលដែលយើងចូលទៅក្នុងហ្នឹងហើយអញ្ចឹងយើងមានមួយទៀតគឺ user សម្រាប់ user គឺយើងមានប្រកាសជា function ផ្សេងដែលមាន private ID private username private password និង boolean status ជាដើមយើងមាន login username login user ID ហើយយើងមានជា array list ផងដែរហើយ array list របស់យើងគឺផ្ទុកនៅតម្លៃ2ដែលមាន admin password add 1 2 3 status true អញ្ចឹងគឺយើងមាន user មួយទៀតគឺ user password ដូចគ្នា1 2 3 add form អញ្ចឹងពេលដែល true មានថាវាបើកអញ្ចឹងមក false គឺយើងប្រើចូលប្រើប្រាស់អត់កើតទេអញ្ចឹងកន្លែង function មួយនេះគឺយើងបង្កើតវាមកដើម្បីយើងហៅទៅនៅក្នុង file login form អញ្ចឹងមាន id this.id ស្មើ id this username ស្មើ username អញ្ចឹងទៅ password ស្មើ password status ស្មើ status អញ្ចឹងមាន parameter របស់យើងមាន parameter មាន in id string username string password boolean status នេះគឺយើងអស្ចារ្យមកអញ្ចឹងពេលដែលយើង login អញ្ចឹងមានថាយើងបើក try catch មួយមកអញ្ចឹងបើសិនជា user ហ្នឹងគឺវាស្មើទៅនឹង
username ស្មើទៅនឹង username password ស្មើទៅនឹង password status ស្មើ true អញ្ចឹងមានថាគឺ login ចូលទៅបានហើយអញ្ចឹងបើសិនជាយើងអត់ស្មើគ្នាទេអញ្ចឹងវាចេញថា error អញ្ចឹងពេលដែលយើងចូលមកដល់ main form គឺអត់មានអីទេ main form របស់យើងគឺពេលដែលយើង login ចូលបានហើយគឺយើងចូលមកដល់ main form នេះពេលដែលយើង login អាកន្លែង login នេះចប់គឺយើងចូលមកដល់ main form នេះតែ main form របស់យើងហ្នឹង main form របស់យើងគឺមាន file security inventory stock ជាដើមអញ្ចឹងយើងអត់មានអីទេយើងមានតែការសរសេររបស់យើងដែលពេលដែលយើងចុចអា inventory stock ហ្នឹងអញ្ចឹងវានឹង pop up ឡើងមកអញ្ចឹងយើងចូលទៅក្នុង inventory stock របស់យើងគឺដូចជានៅក្នុង form នេះនឹងឡើយពេលយើងចុច inventory stock ទៅគឺវា load ចេញអា product form នេះមកអញ្ចឹងយើងទៅមើល source code ថាតើយើងទៅសេអីខ្លះជាដំបូងឡើយគឺយើងប្រកាស function ប្រកាស variable product ចេញមកហើយយើងមាន function មួយដែល public product form បន្តមកទៀតគឺយើងមាន init component ហើយយើងមាន array list គឺជា category list ចឹង category list គឺយើងដាក់ static នៅក្នុងនេះដោយសារយើងអត់ទាន់ connect database ទេចឹងយើងមាន beer soft drink wine ជាដើមអញ្ចឹងយើងចង់បង្ហាញវានៅក្នុងនេះគឺយើង loop for var item ចេញពី category list គឺយើងប្រើ combo category មានថាឈ្មោះក្នុង combo box របស់យើងអញ្ចឹង combo category name dot add item យកចេញពី item អញ្ចឹងយកចេញពី item នេះអញ្ចឹងគឺបន្តមកទៀតយើងចូលទៅដល់ button save ដែលគេហៅថានេះហើយយើងប៊ូតុង save នេះអញ្ចឹងពេលដែលយើងបង្កើត function button save អញ្ចឹងយើងមាន if my function មួយដែលហ្នឹងគឺជាការហៅពី my function មួយនេះដែលយើងអត់ទៅ save វិញទេពេលខ្ញុំបញ្ជាក់នៅកន្លែងនេះមកទៅគឺយើងដាក់បង្កើតថា public static boolean is empty box បើសិនបើវាអត់មានទេអញ្ចឹងយើងដាក់ parameter មួយមកមានន័យថា parameter ជា array យើងចុច3នេះគឺជា array បើយើងអត់ដាក់ចុច3ទេគឺវាមិនជា array វាកាន់ជា single value ជាយើងមាន text boxes អញ្ចឹងយើង loop វាមួយមក loop var for var text box ចេញពី text boxes ប្រសិនបើ text box ចាប់ data ស្មើ get text មានន័យថាទទួលតម្លៃស្មើនឹងតទេអញ្ចឹងយើង equal គឺស្មើហើយយើងមាន double quote នៅក្នុងនេះមកគឺយើងអត់មានអីទេគឺស្មើតទេអញ្ចឹងមានន័យថា text box របស់យើងហ្នឹងគឺ graph focus graph focus មានន័យថាគឺវាអត់ទៅណាទេមានន័យថាពេលដែលយើងចុចទៅណាក៏ដោយពេលដែលយើងចុច save ពេលដែលយើងចុចប៊ូតុង save ទៅគឺវាអត់ទៅណាទេគឺវានៅ focus តែកន្លែងអាប៊ូតុងនៅអាtext box របស់យើងហ្នឹងអញ្ចឹងពេលណាដែលយើងពេលដែល text box ហ្នឹងគឺតទេ null ឬក៏ empty គឺវានៅតែមួយកន្លែងនេះឯងហើយយើង return true ហើយ L return false មួយទៀតគឺ clear text box ពេលដែលយើងបញ្ចូលហើយនិយាយពេលដែលយើងបញ្ចូលតន័យហើយពេលដែលយើង insert តន័យរួចហើយពេលយើងចុចប៊ូតុង save ហ្នឹងណាយើង clear តន័យចេញអញ្ចឹងគឺយើងប្រើដូចគ្នាគឺ array parameter អញ្ចឹងយើងមាន for loop មួយមាន var text boxes ប្រសិនបើយើងដំបូងយើងដាក់នៅលើនេះយើងមាន text box មានតន័យអញ្ចឹងយើងដាក់ផ្ទុយមកវិញមកយើងដាក់សញ្ញាទីកន្លែងនេះមានថាมันមានតន័យដំបូងអានេះมันមានតន័យពេលយើងដាក់សញ្ញាទីមកគឺមានតន័យអញ្ចឹងពេលដែលវាមានតន័យគឺយើងឲ្យ text box set text ស្មើណាឬក៏ស្មើតទេវិញអញ្ចឹងមានថាអាមួយ block នេះគឺគេហៅថាមានតន័យ
chẳng bà san không miên tên này chẳng bà sai dương nạo tiên đi mất cái miên tên này mình nó đặt vào dương này cứ mẹ so mình lên này chẳng từ chẳng nó không nít này cái gì mà chua tên này bỏ mày function này chẳng cứ dương miên là product nhiều product mới mất thì dương miên product set id với set name thì name dot get text dot trim meta dot trim cái dương cà phê cái chữ space chữ ấy chẳng set code long dot value of barcode min ca hào hay dương bây giờ dương cho category off cứ dương chập đám insert từក្នុង tab បកដាក់អញ្ចឹងគឺ tab បកដាក់របស់យើងគឺវាមាននេះអានេះគេហៅ tab បកដាក់របស់យើងគេហៅ tab បកអញ្ចឹង my function is dot clear text box អញ្ចឹងខ្ញុំបញ្ចូលមួយហ្នឹងគឺជាពេលដែលយើងបញ្ចូលហើយពេលចុចអាប៊ូតុង save ណាប៊ូតុង save មួយនេះអញ្ចឹងពេលដែលយើងចុចហើយគឺវា clear ចេញមកហើយបើយើងចង់ឲ្យ user ងាយស្រួលទៀតពេលយើង clear ហើយយើងឲ្យ closer របស់យើងហ្នឹងគឺដាក់នៅលើ text box name អញ្ចឹងគឺយើងដាក់ថា tt name.grab focus on name field អញ្ចឹងអាកន្លែងនេះគឺជាកន្លែង insert រូបថតរបស់យើងគេហៅ photo អញ្ចឹងយើងមាន jfield chooser ស្មើនឹង new jfield chooser in click ស្មើ jfield chooser dot show open dialog text អញ្ចឹងបើសិនបាទ jfield chooser ហ្នឹងវា approve option អញ្ចឹង file របស់យើងគឺស្មើជាមួយនឹង jfield chooser dot get select file គឺយើង select file នៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងដាក់ product dot path photo ស្មើជាមួយនឹង file dot get path image icon គឺយើងប្រើ function image icon មួយយើងប្រកាស variable image icon ស្មើ image icon new image icon file dot get path dot get image អញ្ចឹងគឺ label photo របស់យើង dot select icon image icon ដែលយកចេញពីimage ដែលយើង select ចេញមកពីកុំព្យូទ័ររបស់យើងហ្នឹងអញ្ចឹងយើងមានaction របស់យើងនេះ actionable គឺយើងបង្កើត void អញ្ចឹងយើងមានអីទៀតមើលកន្លែងសិនអូខេអញ្ចឹងកន្លែងនេះគឺយើងមាន function មួយទៀតគឺសម្រាប់ loading data គឺយើងដាក់ data ពេលយើងបិទពេលយើងបិទ form ហើយយើងបើក form មកវិញគឺវានៅ loading នៅហ្នឹងអញ្ចឹងគឺយើងមាន try catch មួយមកដែលយើងមាន parameter គឺជា jtable អញ្ចឹងប្រើ try catch mode default table mode model table.get model អញ្ចឹងយើង loop data របស់យើងមកគឺមាន var item ចេញពី product list ដែលយើងចេញពី product list របស់យើងនេះគឺយើងបង្កើត product list នៅក្នុង product អូខេអញ្ចឹងយើងកន្លែងនេះហើយយើងចូលមកធ្វើនៅក្នុងរបស់យើងនេះវិញមកគឺមាន object យើងបង្កើត object មួយមកហើយ object នេះគឺជា array object ហើយយើងដាក់ row អញ្ចឹងយើងយក item.get id get name barcode unit price sale price category name ដើម្បីចូលទៅក្នុង table product របស់យើងអញ្ចឹងមាន mode dot add row អញ្ចឹង try catch គឺពេលយើងចុចខុសកន្លែងណាមួយគេដាក់ error loading data យើងសម្រាប់ការពារអញ្ចឹងយើងមើលក្នុងអញ្ចឹងយើងតេស្តមួយសារទៀតទៅយើងចេះថាតើបើសិនជាយើងចុចខុសអីមួយវាមានបញ្ហាអីអត់ឧទាហរណ៍ថាឥឡូវគឺខ្ញុំវាយ admin របស់ខ្ញុំគឺខ្ញុំ set គេអក្សរធំហើយ password ខ្ញុំគឺ 1 2 3 អញ្ចឹងពេលខ្ញុំចុច OK គឺគេដាក់ថា user and password invalid អញ្ចឹងបើសិនខ្ញុំដាក់ admin តែដាក់ password ខ្ញុំ
គឺវាចេញ user password invalid ដូចគ្នាអញ្ចឹងពេលដែលយើងដូរដល់ត្រូវវិញអូខេគេចូលមកដល់ main form ចូល inventory stock អញ្ចឹងគឺ product management management របស់យើងគឺយើងមាន name barcode unit price អញ្ចឹងពេលដែលយើងចុច save នេះពេលចុច save នេះគឺវាអត់ទៅណាទេគេថាកន្លែងហ្នឹងគឺយើងគេហៅថា correct focus ពេលដែលវាអត់មានតន្ន័យទៅណាគឺវាលោតទៅណាទេអញ្ចឹងដល់ខ្ញុំដាក់កូកាអញ្ចឹងទៅអញ្ចឹងពេលខ្ញុំវាយ barcode អញ្ចឹង barcode បើសិនយើងចង់ចុច save ទៅគឺវាអត់ទៅមុខទេគឺនៅវា focus ទៅក្នុងcloud គឺជា field ដែលយើងបានពេញហ្នឹងឯងនេះគឺ10អូខេ5ជា y save មួយពេលដែលយើងចុច save ហើយណាពេលដែលយើង save ហើយភ្លាមគឺវា clear data ហើយវានឹង focus closer របស់យើងគឺ focus ទៅលើ field name ដែលសម្រាប់ឲ្យ user ហ្នឹងងាយស្រួលក្នុងការបញ្ចូលអូខេអញ្ចឹងខ្ញុំបញ្ចូល data មួយទៀតមកដូចជា string ណា barcode unit price ជាប្រភេទ soft string អញ្ចឹងពេលដែលយើងចុច save អញ្ចឹងវា load ពាក្យថា success អញ្ចឹងកន្លែងនេះកន្លែងfield ដែលយើងបញ្ចូលនេះគឺវានឹង closer អញ្ចឹងកន្លែង loading data របស់យើងហ្នឹងloading data របស់យើងហ្នឹងគឺវាចង់បានន័យថាពេលដែលយើងបិទកន្លែងហ្នឹងទៅយើងបើកកន្លែង product management ហ្នឹងមកវិញមកគឺមានថាកន្លែង table product របស់យើងគឺវាអត់បាត់បង់តន្ន័យទេដូចកាលណាតែយើងបិទ project របស់យើងវាបិទតាមនឹងដែរអញ្ចឹងការបញ្ចូលរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាការខុសឆ្គងឬក៏បញ្ចូលមិនបានត្រឹមត្រូវកន្លែងណាមួយសូមអធិស្ឋានហើយនឹងអរគុណទៅដល់លោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានស្ដាប់